สุดท้ายบางปอนถึงอาคนี้ថ្ងៃនេះยังមានមុខម្ហូបថ្មីមួយចង់បង្ហាញបងប្អូនគឺឆាបង្គាចឹងបើបងប្អូនចង់ដឹងពីវិធីធ្វើសូមទស្សនានៅវីដេអូជាមួយខ្ញុំទាំងអស់គ្នាឥឡូវមុននឹងយើងយកគ្រឿងសមុទ្រយើងទៅចម្អិនគឺយើងត្រូវដកក្បាលវាចេញបងប្អូនដកវាដាច់មកយើងយកក្បាលវាចេញគឺរឹងណាធ្វើដូចខ្ញុំចឹងមកយើងងាយស្រួលចម្អិនវាលោកគឺរឹងណាស់លើបន្ទាប់ពីយើងដកស្នូកហើយយើងមកយកភ្នែកចេញបងប្អូនព្រោះបើទុកភ្នែកហ្នឹងទៅធ្វើខ្មៅទឹកឆារបស់យើងហ្នឹងបន្ទាប់ពីយើងកាត់ភ្នែកដកស្នូករួចមកយើងហាន់វាជាកង់អញ្ចឹងបងប្អូនចង់ហាន់ប៉ុណ្ណាដាក់ប៉ុណ្ណឹងមកបងប្អូនយើងឆារួចរាល់ហើយឥឡូវខ្ញុំមកដាំទឹកយើងដាំឲ្យពុះអញ្ចឹងណាបងប្អូនរួចយើងចាក់បង្គាចូលបង្គាហ្នឹងគឺខ្ញុំបានសម្អាតហើយនឹងកាត់ព្រុយហើយតែខ្ញុំបានថតទេបងប្អូនយើងស្រោះវាមួយសម្ពប់មួយជប៉ុតទៅមកព្រោះកុំឲ្យបង្គាហ្នឹងចេញទឹកអញ្ចឹងណាបងប្អូនឥឡូវខ្ញុំដល់ពេលចាក់មឹកចូលហើយខ្ញុំស្រោះមឹកវិញម្ដងមឹកដូចគ្នាបងប្អូនស្រោះតែមួយសន្ទុះទៅបានហើយកុំឲ្យវាស្អាតហើយនឹងវាចេញទឹកណាបងប្អូនព្រោះមឹកសិតតែទឹកក្នុងពោះវាយើងស្រោះអញ្ចឹងហើយឡើងចេញហើយមឹកយើងឡើងស្ងួតនឹងគួរចង់ញ៉ាំហ្មងចាអញ្ចឹងគឺយើងចាប់ផ្ដើមចម្អិនហើយគឺខ្ញុំបានចាក់នៅប្រេងអូលីវបងប្អូនអត់មានដាក់ប្រេងឆាក៏បានខ្លាញ់ជ្រូកក៏បានដែរបងប្អូនកូរវាសពអញ្ចឹងមកតបមកខ្ញុំដាក់ខ្ទឹមច្រាំខ្ទឹមឲ្យម៉ត់ហ្នឹងខ្ញុំពងវាឡើងក្រហមតិចទៅឲ្យឡើងឈ្ងុយទៅរួចយើងចាក់ប្រេងខ្យងចូលបងប្អូនព្រោះយើងដាក់ប្រេងខ្យងមុនដើម្បីឲ្យបង្គាយើងចូលជាតិដាក់ចំនួន1ស្លាបព្រាកន្លះនេះដាក់មួយទៅដល់ចឹងណាគឺទៅកូរច្បល់វាហ្នឹងទៅភ្លេងទៅទៅឡើងមកខោចឹងកូរចឹងមកសម្រាប់បង្គាខ្ញុំអត់ឆាតែបង្គាទេទេបងប្អូនខ្ញុំឆាមានបន្លែខ្ញុំចង់ហូបបន្លែខ្ញុំដាក់បងប្អូនអត់ដាក់ក៏បានដែរខ្ញុំមានការ៉ុតមានខ្ទឹមបារាំងអញ្ចឹងណាបងប្អូនដើម្បីឲ្យមានបន្លែក្នុងនឹងខ្លះអញ្ចឹងណាចាតមកទៀតខ្ញុំដាក់ស្ករខ្ញុំប្រើស្ករត្នោតបងប្អូនស្ករកន្លះស្លាបព្រាអញ្ចឹងទៅមួយចុងស្លាបព្រាអញ្ចឹងទៅម្សៅស៊ុបមួយស្លាបព្រាអញ្ចឹងទៅទៀតខ្ញុំប្រើប៊ីចេងមួយចុងស្លាបព្រាកូរវាអញ្ចឹងមកទឹកត្រីកន្លះស្លាបព្រាយើងកូរមើលទៅសពប់អញ្ចឹងមកយើងដាក់ខ្ទឹមបារាំងព្រោះខ្ទឹមបារាំងវាឆាប់លួយអញ្ចឹងខ្ញុំដាក់ក្រោយហើយចំពោះឆានេះផងដែរខ្ញុំអត់ដាក់ទឹកទេបងប្អូនព្រោះវាមានទឹកត្រីមានទឹកប្រេងខ្យងអញ្ចឹងយើងមិនដាក់ទឹកទេវាចេញទឹកឯងហើយដាក់ម្រេចបន្តិចណាបងប្អូនកុំភ្លេចម្រេចទេឈ្ងុយណាស់ឈ្ងុយម្រេចបង្គាដែលយើងស្រោះរួចយើងដាក់មកដាក់ហើយយើងកូរពី3ត្រឡប់អញ្ចឹងមកបងប្អូនកូរឲ្យចឹងឲ្យចូលជាតិអញ្ចឹងមកតោះមកខ្ញុំដាក់មឹកព្រោះមឹកនេះយើងស្រោះឆ្អិនហើយហ្នឹងយើងដាក់កូរវាពី3ត្រឡប់អញ្ចឹងមកកូរវាឲ្យរៀងសពប់ហើយថាឃើញថារៀងស្អិនល្មមបងប្អូនគាត់ថាចង់បានឆ្អិនដាក់ឆ្អិនល្មមហើយយើងដាក់ស្លឹកខ្ទឹមស្លឹកខ្ទឹមយើងបន្ទាប់មកទៀតយើងកូរត្រឡប់វាអញ្ចឹងទៀតព្រោះខ្ញុំអត់ប្រើទឹកទេ
thì mình tập trên vì kêu khla vì kêu sầm bọt dây khla chẳng á bong bồn cô thì bỏ chia ca sạch bà bong bồn bên chất nâu video đây complete follow và subscribe mình nè môi phong bong bồn សូមអរគុណនៅការទស្សនាវីដេអូនេះទាំងអស់គ្នា